បាទថ្ងៃនេះបាទគឺបងប្រុសបាទគាត់ខលមកពីសហរដ្ឋអាមេរិកបាទគាត់ខលមកលេងបាទខ្ញុំបាទអត់តំភ្ញាក់ពីគេងគាត់ចេញពីការងារគាត់ខលមកបាទនិយាយរឿងដែលគាត់ស្រឡាញ់គ្រប់ត្រួតបទចម្រៀងរបស់ខ្ញុំបាទគឺបទគាត់ស្រឡាញ់បទប្រពន្ធកំសត់បងអើយគាត់ខលមកគាត់និយាយថាគាត់ស្រឡាញ់បទនឹងគាត់ស្ដាប់ហើយចង់យំហើយគាត់ស្ដាប់បទប្រពន្ធកំសត់បងអើយហ្នឹងបទអូននៅស្នេហ៍បងនៅថ្ងៃមុនទេគាត់ស្ដាប់ហើយគាត់ចង់យំតែវិញអញ្ចឹងបើខ្ញុំនេះមិនពងតាងុយគេញ៉ៃដល់ពេលឮតែគាត់ថាបទនឹងដែលគាត់ពេញចិត្តអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាសប្បាយចិត្តគាត់នៅស្រុកក្រៅហើយគាត់ខលមកនិយាយមួយយើងតែគាត់ស្រឡាញ់គ្រប់ត្រួតបទចម្រៀងបាទដែលបទប្រពន្ធកំសត់បងអើយនឹងបាទខ្ញុំក៏មានអារម្មណ៍ថារំភើបសប្បាយចិត្តដែរដែលមានអ្នកគ្រប់ត្រួតដូចជាបងប្រុសបាទនៅសហរដ្ឋអាមេរិកបាទគាត់ស្រឡាញ់បទនឹងគាត់ខលមកគាត់កំពុងតែភ្ញាក់ពីដេកមើលផងបាទគាត់ខលមកគាត់ថាគាត់ពេញចិត្តបទប្រពន្ធកំសត់បងអើយបាទពេលដែលគាត់ពេញចិត្តបទហ្នឹងគាត់និយាយទៅគាត់ថាគាត់នឹងគាត់ពេញចិត្តគាត់នៅធ្វើទាហានគាត់ទៅធ្វើការនៅស្រុកគេអញ្ចឹងគាត់ស្ដាប់បទហ្នឹងហើយហូរទឹកភ្នែកហ្មងគាត់ហូរទឹកភ្នែកបាទហើយខ្ញុំនេះក៏សប្បាយចិត្តដែរគាត់ថាពេលដែលគាត់ស្រឡាញ់បទចម្រៀងហ្នឹងធ្វើឲ្យខ្ញុំនេះរំភើបដែរដោយសារតែមាន fan បាទនៅក្រៅប្រទេសបាទគាត់ខលមកគាត់ស្រឡាញ់បទប្រពន្ធកំសត់បងអើយហ្នឹងបាទខ្ញុំក៏មានមោទនភាពខ្លួនឯងដែរសប្បាយចិត្តដែរដែលបងប្រុសបានខលមកលេងហើយនិយាយពីរឿងបទចម្រៀងហ្នឹងបាទខ្ញុំកំពុងតែគេងគាត់ខលមកអញ្ចឹងខ្ញុំមានអារម្មណ៍ថាលេងងុយគេងហើយសប្បាយចិត្តវិញដោយសារតែគាត់ស្រឡាញ់បទចម្រៀងហើយគាត់ថាខ្ញុំជា idol របស់គាត់បាទអរគុណដល់បងប្រុសបាទនៅសហរដ្ឋអាមេរិកដែលបានខលមកលេងប្អូនអរគុណច្រើនបាទសូមជួបជាមួយនឹងវីដេអូក្រោយបន្តទៀតបាទសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាតែត្រឹមប៉ុណ្ណេះផងដែរអរគុណបាយបាយ